ភាពរឹងមាំផ្នែកផ្លូវចិត្តមិនមែនមានន័យថាអ្នកមិនចេះយំមិនចេះឈឺចាប់ឬមិនចេះបាក់ទឹកចិត្តនោះទេប៉ុន្តែវាជាសមត្ថភាពក្នុងការងើបឈរឡើងវិញយ៉ាងលឿនបន្ទាប់ពីដួលដើម្បីកសាងខែលការពារផ្លូវចិត្តឲ្យរឹងមាំដោយដែកថែបនេះគឺជាចំណុចស្នូលទាំង3ដែលអ្នកត្រូវអនុវត្តជារៀងរាល់ថ្ងៃ 1. ផ្ដោតលើអ្វីដែលអ្នកអាចធ្វើបានភាពហត់នឿយចិត្តភាកច្រើនកើតចេញពីការព្យាយាមទៅកែប្រែរឿងដែលយើងគ្រប់គ្រងមិនបានដូចជាសម្ដីអ្នកដទៃឬរឿងដែលកន្លងផុតទៅតែមនុស្សដែលមានចិត្តរឹងមាំគេមិនខ្ជះខ្ជាយថាមពលជាមួយរឿងទាំងនោះឡើយតែគេបង្វែរមកផ្ដោតលើអ្វីដែលនៅក្នុងដៃគឺការខំប្រឹងនិងអារម្មណ៍របស់ខ្លួនឯងនៅពេលបច្ចុប្បន្ន 2. ប្រើកំហុសជាមេរៀនមាសកុំខ្មាស់អៀននឹងការបរាជ័យឬកំហុសក្នុងអតីតកាលចូលរៀនទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯងហើយចាត់ទុកវាជាមាសដែលជួយដុសខាត់បទពិសោធន៍ជីវិតដោយសិល្បៈជប៉ុនដែលយកមាសមកជួសជុលរបស់បែកបាក់ឲ្យកាន់តែស្អាតឬឯភាពរឹងមាំរបស់អ្នកក៏កើតចេញពីការយកកំហុសមកធ្វើជាជណ្ដើរដើម្បីក្លាយជាមនុស្សដែលពូកែជាងមុនផងដែរ 3. ហាត់ធ្វើរឿងពិបាកឲ្យក្លាយជាទម្លាប់ចិត្តរឹងមាំប្រៀបដូចជាសាច់ដុំដែលត្រូវការហ្វឹកហាត់បើអ្នករស់នៅតែក្នុងភាពស្រណុកសុខស្រួលចិត្តរបស់អ្នកនឹងទន់ជ្រាយនៅពេលជួបបញ្ហាធំដូចនេះចូលហាត់យកឈ្នះចិត្តខ្លួនឯងដោយធ្វើរឿងតូចៗដែលអ្នកខ្ជិលបំផុតរាល់ថ្ងៃដូចជាការហាត់ប្រាណឬក្រោកពីគេងព្រលឹមរាល់ពេលដែលអ្នកឈ្នះភាពខ្ជិលបាននោះទំនុកចិត្តលើខ្លួនឯងនឹងកើនឡើងមួយកម្រិតទៀត